Here's how to make bacon using rice paper. So good and it's so easy.ដាក់ទឹកស៊ីអ៊ីវដាក់ប្រេងឆាគ្រឿងផ្សំផ្សេងៗនិងដំបែចាខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលខ្ញុំមាន nutritional yeast ដែរបន្ទាប់មកយើងនឹងយកសន្លឹកនំបាញ់ត្រាងជ្រលក់ក្នុងទឹកយ៉ាងលឿនហើយដាក់ចូលក្នុងទឹកជ្រលក់ភ្លាមខ្ញុំមិនចង់ឲ្យប្រឡាក់ជ្រេងទាំងមូលសម្រាប់តែរឿងនេះទេហើយយកវាទៅបំពងដោយមិនប្រើប្រេងក្នុងខ្ទះមិនជាប់តោះសាកញ៉ាំមើលនិងដាក់ពិន្ទុពី1ដល់10